ស្ថាប័នសិទ្ធិមនុស្សកម្ពុជាដាក់ញត្តិបន្ទាន់ទៅសហគមន៍អន្តរជាតិរឿងថៃបាញ់ពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទថ្ងៃទី12វិច្ឆិកាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានផ្ញើញត្តិបន្ទាន់មួយរឿងថៃបាញ់ពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស OHCHR នៅទីក្រុង Geneva ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅទីក្រុងបាងកកស្ថាប័នសិទ្ធិមនុស្សរបស់ជាតិឯករាជ្យក្នុងតំបន់អាស៊ាននិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆាក្នុងញត្តិបន្ទាន់ទៅសហគមន៍អន្តរជាតិលើកនេះស្ថាប័នសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវនិងលើកសំណើឲ្យមានការដាក់ទោសចំពោះអ ுக ្រិតកម្មអបថ័យការទាមទារសំណាងឲ្យពលរដ្ឋកម្ពុជាដែលរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារដោយយោធាថៃក្រៅពីនេះស្ថាប័នសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវផងដែរឲ្យសហគមន៍អន្តរជាតិខាងលើចាត់តាំងឲ្យមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិហើយត្រូវលើកយកបញ្ហានៃការបំពានរបស់យោធាថៃលើកនេះនៅចំពោះមុខក្រុមប្រឹក្សាមនុស្សអង្គការសហប្រជាជាតិដំណើរគ្នានេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានភ្លេចអំពាវនាវឲ្យជួយពង្រឹងវិធានការបង្ការនិងអនុវត្តឲ្យមានពេញលេញនៃខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរនិងទាមទារជាថ្មីឲ្យប្រទេសថៃលែងទាហានកម្ពុជាទាំង18នាក់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសកម្មភាពរបស់ថៃជាទង្វើសាហាវយង់ខ្នងដោយបានរំលោភយ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិពិសេសគឺកិច្ចព្រមព្រៀងសន្តិភាពដែលមេដឹកនាំកម្ពុជាថៃទើបតែបានចុះហត្ថលេខាកាលពីថ្ងៃទី26ដុល្លារក្រៅពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្រមបញ្ញវន្តខ្មែរក៏បានចេញមុខបញ្ជាក់ពីគម្រោងដាក់ភៀសបណ្ដឹងមេដឹកនាំយោធានិងរដ្ឋាភិបាលថៃពីបទអ ுக ្រិតកម្មមកលើកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅសប្តាហ៍ខាងមុខសូមរំលឹកថាកាលពីថ្ងៃទី12ខែវិច្ឆិកាម្សិលមិញនេះយោធាថៃបានបើកការវាយប្រហារចំនួន2ដងនៅក្នុងតំបន់ភូមិព្រៃច័ន្ទរបស់កម្ពុជានៅម៉ោង7:00រសៀលថៃបានបើកការវាយប្រហារម្ដងក្រោយមកនៅម៉ោងប្រមាណ7:04រសៀលថ្ងៃដដែលថៃបានបាញ់ប្រហារសារជាថ្មីដែលបណ្ដាលឲ្យមានរបួសសរុបចំនួន3នាក់និងស្លាប់1នាក់ក្រោយបញ្ជូនទៅមន្ទីរពេទ្យនេះបើយើងតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជាតែទោះជាយ៉ាងណាកងទ័ពភូមិភាគ1ថៃតាមរយៈសេចក្តីប្រកាសព័ត៌មានមិនបានទទួលស្គាល់ទង្វើរបស់ខ្លួនទេយោធាថៃបែរជាចោទបុកមកកម្ពុជាវិញថាជាអ្នកផ្ដាំការប្រហារមុនដោយយកពលរដ្ឋជាវិធីការពារនិងថាការបាញ់ប្រហារមកលើកម្ពុជារបស់ភាគីថៃគឺគ្រាន់តែជាការតបតតែប៉ុណ្ណោះ